ញ៉ាំខ្ញុំចេញវីដេអូនិយាយពីអ្នកតែងអត់ទុកចិត្តខ្ញុំខ្លាចខ្ញុំបោអីចឹងណាឲ្យខ្ញុំនឹងដែរបានទៅមុនតែគាត់ព្រមពេលលុយតាមក្រោយព្រមចេញគាត់តែងទេហើយក៏មានបងប្អូនមួយចំនួនគាត់ចូល comment គាត់សួរខ្ញុំថាហេតុអីអត់ព្រមយកសេវា COD ឲ្យអ្នកដឹកនឹងតែយកលុយពីភ្ញៀវផ្ទាល់មូលហេតុដែលខ្ញុំជប់យកសេវា COD ដោយសារខ្ញុំធ្លាប់ប៉ះភ្ញៀវមួយចំនួនតូចគាត់ខុសខាំតែអ្នកគ្នាអានតែបានមិនទាន់ផេលុយគាត់នៅឃើញកំសែតាមតែចិត្តយកទៅពេលបានទៅដល់ទីតាំងគាត់ចាប់ផ្ដើមលេងលើកលេងអ្នកដឹកគាត់អត់យកមិនយកក៏អត់ប្រាប់យើងទេគាត់ក៏លើកលេខទូរស័ព្ទតែម្ដងហើយគាត់មានបំណងអីទេបានគាត់ធ្វើអញ្ចឹងណាហើយមិនមែនជួបតែម្ដងពីរដងអ្នកគ្នាជួបពី3ដងជាងខ្ញុំក៏សម្រេចចិត្តដកសេវានឹងចេញទៅព្រោះអីវាអត់មានអីចំណេញដល់ខាងខ្ញុំទេវាមានតែខាត់បងចាខាត់បងខាត់ពេលវេលាទេវាងាយវាអត់ស្រួលទេហើយអ្នកខ្លះក៏សួរថាហេតុអីក៏ខ្ញុំអត់ឲ្យគេ return បានមកវិញអញ្ចឹងណាចានិយាយទៅបើសិនខ្ញុំនឹងពេញដែរ return បានអត់បញ្ហាទេប៉ុន្តែដោយសារទីតាំងខ្ញុំនៅសៀមរាបអត់មែននឹងពេញទេអញ្ចឹងបើសិនជាភ្ញៀវត្រូវ return បានមកវិញអីអញ្ចឹងបានខ្ញុំលក់ហ្នឹងគឺខ្ញុំសុំទូទាត់លុយឲ្យអស់តែម្ដងហើយបើខ្ញុំដាក់ជូនបានអត់អាចឲ្យអ្នកដឹកទៅយកលុយផ្ទាល់បានទេចាព្រោះអីទី1វាអត់ស្រួលដូចអ្នកនរគ្នានិយាយទេនិយាយទៅអ្នកដែលគាត់ធ្លាប់រកស៊ីបែបណាស្រួលក៏គាត់ធ្វើតាមនឹងអញ្ចឹងណាចានិយាយទៅអ្នកលក់អនឡាញក្នុងរបៀបការកាត់លក់គឺមានរបៀបផ្សេងគ្នាយកលុយមុនយកលុយក្រោយតែកុំឲ្យបោកភ្ញៀវទៅបានចាឲ្យភ្ញៀវមានទំនុកចិត្តឲ្យតម្លៃទៅលើភ្ញៀវនិងគុណភាពរបស់បានរបស់យើងចា